នៅក្នុងចក្រវាឡដ៏ធំធេងដែលពោរពេញទៅដោយអាថ៌កំបាំងសំណួរដែលដកជាប់នៅក្នុងចិត្តមនុស្សជាតិគ្រប់ជំនាន់នោះគឺតើអ្វីជាអត្ថន័យពិតប្រាកដនៃជីវិតមនុស្សជាច្រើនចំណាយពេលពេញមួយជីវិតដើម្បីរត់តាមទ្រព្យសម្បត្តិបុណ្យស័ក្តិភាពល្បីល្បាញដោយសង្ឃឹមថាវត្ថុទាំងនោះនឹងផ្ដល់ចម្លើយដ៏គប់ចិត្តដល់ពួកគេប៉ុន្តែនៅពេលដែលពួកគេឈានដល់ចំណុចកំពូលនៃជោគជ័យផ្នែកសម្ភារៈពួកគេបែរជាមានអារម្មណ៍ថាមានចន្លោះប្រហោងក្នុងចិត្តទៅវិញនេះសបញ្ជាក់ឲ្យឃើញថាអត្ថន័យជីវិតមិនមែនជាគោលដៅដែលត្រូវទៅដល់នោះទេប៉ុន្តែវាគឺជាដំណើរការនៃការយល់ដឹងអំពីខ្លួនឯងនិងការផ្សារភ្ជាប់ខ្លួនយើងទៅនឹងពិភពលោកជុំវិញខ្លួនជីវិតប្រៀបដូចជាផ្ទាំងក្រណាត់សមួយផ្ទាំងដែលធម្មជាតិផ្ដល់ឲ្យយើងតាំងពីកំណើតយើងម្នាក់ៗគឺជាសិល្បករដែលមានជក់នៅក្នុងដៃរាល់ទង្វើរាល់ការសម្រេចចិត្តនិងរាល់អារម្មណ៍ដែលយើងធ្លាប់បានឆ្លងកាត់គឺជាពណ៌ដែលយើងលាបលើផ្ទាំងក្រណាត់នោះអត្ថន័យជីវិតមិនមែនជារឿងដែលត្រូវគេកំណត់ទុកជាមុនដោយនរណាម្នាក់ឡើយប៉ុន្តែវាគឺជាអ្វីដែលយើងត្រូវបង្កើតឡើងដោយខ្លួនឯងវាចាប់ផ្ដើមពីការរៀនសូត្រស្គាល់តម្លៃនៃដង្ហើមចេញចូលការដឹងគុណចំពោះរឿងតូចតាចដែលកើតឡើងប្រចាំថ្ងៃនិងការយល់ថាភាពបរាជ័យឬការជឿចាប់មិនមែនជាទីបញ្ចប់ឡើយប៉ុន្តែវាគឺជាមេរៀនដ៏មានតម្លៃដែលជួយឲ្យយើងកាន់តែរឹងមាំនិងមានពន្លឺនៅក្នុងចិត្តតើអ្វីដែលធ្វើឲ្យយើងចង់ក្រោកពីគេងនៅរាល់ព្រឹកតើអ្វីជាចំណង់ចំណូលចិត្តពិតប្រាកដរបស់យើងនៅពេលយើងឈប់រស់នៅតាមការចង់បានរបស់អ្នកដទៃហើយចាប់ផ្ដើមមកស្ដាប់សំឡេងបេះដូងខ្លួនឯងនោះហើយគឺជាពេលដែលពន្លឺនៃជីវិតចាប់ផ្ដើមរះជាថ្មីជីវិតដែលគ្មានអត្ថន័យគឺប្រៀបដូចជាទូកដែលអណ្ដែតតាមរលកធាតុអាកាសដោយគ្មានគោលដៅចំណែកជីវិតដែលមានន័យគឺជារបាំដ៏ស្រស់ស្អាតបើទោះបីជាតន្ត្រីនៃជីវិតមានពេលខ្លះកំសត់ឬសប្បាយក៏ដោយមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតនៃជីវិតគឺការចាប់ផ្ដើមពីការស្គាល់ខ្លួនឯងមនុស្សភាគច្រើនរស់នៅក្នុងជីវិតដែលពោរពេញទៅដោយរបាំងមុខពួកគេព្យាយាមធ្វើជាមនុស្សដែលសង្គមចង់ឲ្យពួកគេក្លាយទៅជាឬព្យាយាមបំពេញតាមស្តង់ដារដែលអ្នកដទៃបានកំណត់ទុកប៉ុន្តែអត្ថន័យពិតនៃជីវិតមិនអាចរីកដុះដាលបានឡើយប្រសិនបើយើងនៅតែបន្តរស់ក្នុងភាពកុហកចំពោះខ្លួនឯងការយល់ដឹងអំពីខ្លួនឯងមានន័យថាការហ៊ានដករបាំងមុខទាំងនោះចេញហើយសម្លឹងមើលទៅជម្រៅនៃព្រលឹងដើម្បីមើលឲ្យឃើញនៅចំណុចខ្លាំងភាពស្រស់ស្អាតនិងភាពទន់ខ្សោយដែលយើងមានការទទួលស្គាល់ការពិតគឺជាផ្នែកមួយដ៏ឈឺចាប់ប៉ុន្តែក៏ជាផ្នែកមួយដែលផ្ដល់សេរីភាពបំផុតនៃជីវិតយើងត្រូវទទួលស្គាល់ថាយើងមិនមែនជាមនុស្សល្អឥតខ្ចោះទេហើយពិភពលោកនេះក៏មិនមែនជាកន្លែងដែលល្អឥតខ្ចោះដែរការពិតនៃជីវិតរួមមានការបាត់បង់ការខកបំណងនិងការប្រែប្រួលមិនអាចជៀសរួចនៅពេលយើងប្រឆាំងនឹងការពិតហើយចាប់ផ្ដើមទទួលយកវាដោយចិត្តស្ងប់យើងនឹងរកឃើញថាកម្លាំងពិតប្រាកដមិនមែនស្ថិតនៅលើការមិនដែលដួលនោះទេប៉ុន្តែវាស្ថិតនៅលើការយល់ដឹងថាហេតុអ្វីបានជាយើងដួលហើយយើងអាចរៀនអ្វីខ្លះបានអំពីដំបៅទាំងនោះការយល់ដឹងអំពីខ្លួនឯងក៏មានអត្ថន័យជាការកំណត់តម្លៃស្នូលរបស់ខ្លួនឯងផងដែរតើអ្វីដែលអ្នកឲ្យតម្លៃបំផុតតើវាជាភាពស្មោះត្រង់សេរីភាពសេចក្តីស្រឡាញ់ឬការជួយអ្នកដទៃនៅពេលដែលសកម្មភាពប្រចាំថ្ងៃរបស់អ្នកស្របទៅនឹងតម្លៃស្នូលទាំងនេះជីវិតរបស់អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាមានន័យអ្នកនឹងលែងមានអារម្មណ៍ថាវិលវល់ឬបាត់បង់ម្ចាស់ការបើទោះបីជាត្រូវប្រឈមមុខនឹងព្យុះភ្លៀងក្នុងជីវិតខ្លាំងប៉ុណ្ណាក៏ដោយព្រោះអ្នកមានត្រីវិស័យក្នុងចិត្តដឹងច្បាស់ថាខ្លួនឯងជានរណាចូរចងចាំថាការស្គាល់ខ្លួនឯងមិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងតែម្ដងហើយចប់នោះទេប៉ុន្តែជាការសិក្សាពេញមួយជីវិតរាល់ពេលដែលអ្នកផ្លាស់ប្ដូររាល់ពេលដែលអ្នកឆ្លងកាត់បទពិសោធន៍ថ្មីអ្នកនឹងរកឃើញចំណុចថ្មីៗនៃខ្លួនឯងជានិច្ចការធ្វើជាម្ចាស់ចិត្តខ្លួនឯងនិងការរស់នៅដោយភាពស្មោះត្រង់ចំពោះសតិសម្បញ្ញៈគឺជាគន្លឹះមាសដែលបើកទ្វារទៅកាន់អត្ថន័យជីវិតដ៏ជ្រាលជ្រៅបំផុតក្នុងដំណើរស្វែងរកអត្ថន័យជីវិតមនុស្សភាគច្រើនតែជាប់អន្ទាក់ជាមួយនឹងពេលវេលាដែលមិនមានរូបរាងពិតប្រាកដចិត្តរបស់យើងច្រើនតែហោះហើរទៅកាន់អតីតកាលដើម្បីអង្គុយស្ដាយក្រោយចំពោះកំហុសដែលបានកើតឡើងឬជាប់ជំពាក់ទៅនឹងភាពឈឺចាប់ដែលបានកើតកន្លងមកម្យ៉ាងវិញទៀតយើងបែរជាលុតទៅរកអនាគតកាលដោយក្តីព្រួយបារម្ភចំពោះរឿងដែលមិនទាន់បានកើតមកដល់ឬ
រងចាំតែថ្ងៃដែលយើងមានអ្វីៗគ្រប់យ៉ាងទើបយល់ថាខ្លួនឯងមានសេចក្តីសុខការធ្វើបែបនេះគឺប្រៀបដូចជាការបណ្ដាលឲ្យជីវិតពិតប្រាកដរអិលធ្លាក់ចេញពីចន្លោះម្រាមដៃរបស់យើងយ៉ាងគួរឲ្យសោកស្ដាយអត្ថន័យជីវិតមិនមែនស្ថិតនៅម្សិលមិញហើយក៏មិនមែនស្ថិតនៅថ្ងៃស្អែកដែរប៉ុន្តែវាស្ថិតនៅទីនេះនិងឥឡូវនេះអំណាចនៃបច្ចុប្បន្នកាលគឺជាសមត្ថភាពក្នុងការដកដង្ហើមចូលឲ្យដឹងថាខ្លួនឯងកំពុងដកដង្ហើមនិងការផ្ដោតអារម្មណ៍ទាំងស្រុងលើអ្វីដែលយើងកំពុងធ្វើនៅចំពោះមុខនៅពេលអ្នកផឹកទឹកតែមួយកែវចូលទទួលដឹងពីរសជាតិនិងកម្ដៅរបស់វានៅពេលអ្នកជជែកជាមួយនឹងមនុស្សជាទីស្រឡាញ់ចូលផ្ដល់វត្តមានរបស់អ្នកឲ្យទៅគេទាំងស្រុងកុំឲ្យចិត្តនៅជាប់នឹងទូរស័ព្ទឬកិច្ចការងារនៅពេលយើងរស់នៅក្នុងបច្ចុប្បន្នចិត្តរបស់យើងនឹងមានភាពស្ងប់ស្ងាត់ភាពស្ងាត់នេះហើយដែលអនុញ្ញាតឲ្យយើងមើលឃើញភាពស្រស់ស្អាតនៃជីវិតដែលលាក់ខ្លួននៅក្នុងរឿងធម្មតាដូចជាពន្លឺព្រះអាទិត្យនាពេលព្រឹកសម្លេងបក្សីយំឬស្នាមញញឹមរបស់មនុស្សចម្លែកជាដើមការរស់នៅក្នុងខណៈនេះមិនមែនមានន័យថាយើងមិនរៀបចំផែនការសម្រាប់អនាគតនោះទេប៉ុន្តែវាមានន័យថាយើងលែងធ្វើជាទេសកលនៃក្តីបារម្ភហើយយើងយល់ថាអនាគតដ៏ល្អគឺការចេញពីការធ្វើបច្ចុប្បន្នភាពឲ្យបានល្អបំផុតរាល់វិនាទីដែលកន្លងផុតទៅគឺជាដុំឥដ្ឋដែលយើងកំពុងរៀបសាងសង់ប្រាសាទនៃជីវិតប្រសិនបើយើងមិនយកចិត្តទុកដាក់លើដុំឥដ្ឋដែលយើងកំពុងតែកាន់នៅក្នុងដៃទេតើប្រាសាទនោះអាចនឹងរឹងមាំទៅយ៉ាងដូចម្តេចបានការយល់ដឹងពីតម្លៃនៃបច្ចុប្បន្នកាលជួយឲ្យយើងកាត់បន្ថយភាពតានតឹងនិងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅពេលអ្នកនៅជាមួយបច្ចុប្បន្នអ្នកនឹងរកឃើញថាជីវិតគឺជាអំណាចការយល់ឃើញបែបនេះនឹងប្រែទស្សនៈរបស់អ្នកពីការរស់នៅដើម្បីរងចាំឲ្យទៅជាការរស់នៅដើម្បីសោយសុខក្នុងន័យធម៌និងការយល់ដឹងនេះគឺជាគន្លឹះនាំឲ្យយើងរកឃើញនៅអត្ថន័យជីវិតគ្រប់សកម្មភាពទោះបីជាសកម្មភាពនោះតូចតាចយ៉ាងណាក៏ដោយប្រសិនបើជីវិតប្រៀបដូចជាសមុទ្រឧបសគ្គនិងទុក្ខលំបាកក៏ប្រៀបដូចជារលកបោកបក់ដែលមិនអាចជៀសផុតបានមនុស្សជាច្រើនយល់ច្រឡំថាអត្ថន័យជីវិតគឺជាការស្វែងរកក្តីសុខដែលគ្មានទុក្ខសោះប៉ុន្តែតាមពិតទៅអត្ថន័យជីវិតពិតប្រាកដច្រើនតែត្រូវបានរកឃើញនៅចំកណ្ដាលនៃព្យុះភ្លៀងដែលយើងធ្លាប់បានឆ្លងកាត់ការតស៊ូមិនមែនគ្រាន់តែជាការគាំទ្រឲ្យផុតពីការឈឺចាប់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាសិល្បៈនៃការរាំកណ្ដាលភ្លៀងនិងការរៀនសូត្រពីរបៀបដែលភាពបរាជ័យបានកែច្នៃយើងឲ្យក្លាយទៅជាមនុស្សដែលប្រសើរជាងមុនឧបសគ្គនីមួយៗដែលចូលមកក្នុងជីវិតមិនមែនជាជញ្ជាំងដែលមកខាំងផ្លូវយើងឡើយប៉ុន្តែវាគឺជាជណ្ដើរដែលជួយឲ្យយើងឈានទៅរកកម្រិតនៃភាពចាស់ទុំខាងផ្លូវចិត្តកាន់តែច្បាស់លាស់នៅពេលយើងជួបការលំបាកសំណួរដែលយើងគួររំពឹងមិនមែនជាសំណួរដែលគួរសួរថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំផ្ទុយទៅវិញសំណួរនោះគួរតែត្រូវសួរថាតើរឿងនេះចប់ដោយរបៀបណាតើរឿងនេះចង់បង្រៀនអ្វីដល់ខ្ញុំនៅពេលយើងបដូរទស្សនៈពីជនរងគ្រោះនៃព្រហ្មលិខិតមកជាសិស្សនៃបទពិសោធន៍នោះអត្ថន័យជីវិតនឹងចាប់ផ្ដើមលេចជារូបរាងកាន់តែច្បាស់ការតស៊ូមានន័យថាជាការមានចិត្តរឹងមាំដូចជាដើមឫស្សីទោះបីជាត្រូវខ្យល់បក់បក់ខ្លាំងយ៉ាងណាក៏ដោយក៏វាអាចអោនលំទោនទៅតាមខ្យល់បានប៉ុន្តែវាមិនបាក់ឡើយហើយវានឹងអាចងើបឡើងវិញដោយភាពអង់អាចនៅពេលមានព្យុះបក់កន្លងផុតទៅអត្ថន័យជីវិតកើតចេញអំពីការតស៊ូគឺជាអត្ថន័យដែលផ្អែមល្ហែមបំផុតព្រោះវាជាលទ្ធផលនៃញើសឈាមនិងទឹកភ្នែកវាគឺជាមោទនភាពដែលយើងដឹងថាយើងមិនបានបោះបង់ឡើយលើសពីនេះទៅទៀតឧបសគ្គគឺជាឧបករណ៍ជំរុះចោលនៅអ្វីដែលមិនចាំបាច់នៅក្នុងជីវិតនៅពេលយើងស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតយើងនឹងដឹងច្បាស់ថាតើអ្នកណាជាមិត្តពិតប្រាកដតើអ្វីជាទ្រព្យសម្បត្តិដ៏ពិតប្រាកដនិងតើអ្វីជាគោលដៅដែលស័ក្តិសមនឹងការចំណាយជីវិតរបស់យើងដើម្បីស្វែងរកភាពរឹងមាំដែលកើតចេញពីការជំនះឧបសគ្គនឹងក្លាយទៅជាពន្លឺបំភ្លឺផ្លូវសម្រាប់អ្នកដទៃដែលកំពុងស្ថិតនៅក្នុងស្ថានភាពងងឹតដូចគ្នាដែរនេះហើយគឺជាការផ្សារភ្ជាប់អត្ថន័យបុគ្គលទៅនឹងតម្លៃសម្រាប់មនុស្សជាតិក្នុងโลกនេះគ្មានមនុស្សណាម្នាក់អាចរស់នៅដូចជាកោះដាច់តែឯងបាននោះទេទ
ទោះបីជាយើងមានទ្រព្យសម្បត្តិមហាសាលឬមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ជីវិតនឹងនៅតែមានអារម្មណ៍ថានៅខ្វះអ្វីមួយយ៉ាងប្រសិនបើយើងគ្មានសេចក្តីស្រឡាញ់និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃអត្ថន័យជីវិតដ៏ជ្រាលជ្រៅបំផុតមួយគឺត្រូវបានរកឃើញតាមរយៈការផ្ដល់ឲ្យនិងការទទួលយកនៅសេចក្តីស្រឡាញ់ដ៏បរិសុទ្ធសេចក្តីស្រឡាញ់ក្នុងន័យនេះមិនមែនសំដៅទៅលើស្នេហារវាងបុរសនិងស្ត្រីប៉ុណ្ណោះទេប៉ុន្តែគឺជាសេចក្តីស្រឡាញ់ចំពោះគ្រួសារមិត្តភ័ក្តិមិត្តរួមការងារមិត្តរួមថ្នាក់និងសូម្បីតែសេចក្តីស្រឡាញ់ចំពោះខ្លួនឯងទំនាក់ទំនងគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីគុណភាពតម្លៃជីវិតរបស់យើងនៅពេលយើងបើកចិត្តដើម្បីផ្សារភ្ជាប់ជាមួយអ្នកដទៃយើងមិនត្រឹមតែបានចែករំលែកនៅភាពរីករាយប៉ុណ្ណោះទេប៉ុន្តែយើងក៏បានបង្កើតនៅបណ្ដាញសុវត្ថិភាពខាងផ្លូវចិត្តដែលជួយយោងយើងនៅពេលយើងដួលការផ្សារភ្ជាប់ទំនាក់ទំនងដ៏មានន័យតម្រូវឲ្យមានការយល់ចិត្តវាគឺជាសមត្ថភាពក្នុងការដាក់ខ្លួនឲ្យស្ថិតនៅក្នុងស្ថានភាពរបស់អ្នកដទៃដើម្បីយល់ដឹងអំពីការឈឺចាប់និងសេចក្តីសង្ឃឹមរបស់គេនៅពេលយើងរស់នៅដើម្បីតែខ្លួនឯងពិភពលោករបស់យើងនឹងរួមតូចទៅប៉ុន្តែនៅពេលដែលយើងរស់នៅដើម្បីផលប្រយោជន៍ឬផ្ដល់ស្នាមញញឹមដល់អ្នកដទៃពិភពលោករបស់យើងនឹងពង្រីកកាន់តែធំហើយជីវិតរបស់យើងនឹងចាប់ផ្ដើមមានទម្ងន់កាន់តែខ្លាំងលើសពីនេះទៅទៀតសេចក្តីស្រឡាញ់គឺជាថាមពលដែលជួយរំលាយនៅភាពអាត្មានិយមការលះបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ការមើលថែឪពុកម្ដាយដែលចាស់ជរាឬការជួយជនរងគ្រោះដោយមិនរំពឹងផលតបស្នងគឺជាទង្វើដែលផ្ដល់អត្ថន័យជីវិតដ៏ខ្ពង់ខ្ពស់បំផុតវាធ្វើឲ្យយើងដឹងថាយើងមានវត្តមាននៅលើផែនដីនេះដើម្បីធ្វើឲ្យពិភពលោកនេះមានភាពកក់ក្ដៅជាងមុនចូលចងចាំថានៅចុងបញ្ចប់នៃជីវិតមនុស្សមិនដែលអង្គុយនឹកស្ដាយក្រោយថាហេតុអ្វីខ្ញុំមិនធ្វើការឲ្យបានច្រើនជាងនេះប៉ុន្តែពួកគេតែងតែនឹកស្ដាយថាហេតុអ្វីខ្ញុំមិនចំណាយពេលស្រឡាញ់និងមើលថែទាំមនុស្សជុំវិញខ្លួនឲ្យបានច្រើនជាងនេះដូច្នេះការបង្កើតទំនាក់ទំនងដ៏ល្អគឺជាការវិនិយោគដ៏ចំណេញបំផុតសម្រាប់អត្ថន័យជីវិត